សួស្តីអ្នកគ្នាស្វាគមន៍ចូលមកកាន់ Channel Daily នៅក្នុងថ្ងៃនេះខ្ញុំមានប្រធានបទថ្មីមួយទៀតចង់មកធ្វើការចែករំលែកទៅកាន់អ្នកទាំងអស់គ្នាពាក់ព័ន្ធជាមួយនឹងការជួបវិបត្តិដែលបណ្ដាលឲ្យយើងអស់ថាមពលផ្លូវចិត្តអញ្ចឹងបន្ទាប់ពីបងប្អូនធ្វើការងារនឿយហត់អស់កម្លាំងអស់ថាមពលខ្ញុំសង្ឃឹមថាបងប្អូនស្ដាប់ប្រធានបទនេះទៅឬក៏ស្ដាប់ podcast ដែលខ្ញុំកំពុងតែនិយាយនេះទៅអ្នកនរគ្នានឹងចាប់ផ្ដើមមានថាមពលផ្លូវចិត្តត្រឡប់មកវិញអញ្ចឹងប្រហែលថ្ងៃនេះខ្ញុំហត់នឿយមែនតើដោយសារខ្ញុំមានការងារច្រើនមានបច្ចេកច្រើនដែលគាំងស្ទះហើយខ្ញុំអត់ឆ្លាស់គូក៏បានទេដោយសារយើងចេះតែមានអារម្មណ៍មួយថាដូចអត់ទាន់បញ្ចប់ការងារអីហើយអស់អញ្ចឹងណាអញ្ចឹងហើយខ្ញុំក៏បានជិះម៉ូតូបណ្ដាជាមួយនឹងមិត្តរួមការងារបងឌីគាត់បាននិយាយពាក់ព័ន្ធជាមួយនឹងសភៅដែលគាត់បានអានសភៅដែលគាត់បានអានហ្នឹងគឺសភៅមានចំណងជើងថាដើរតាមបេះដូងហើយកន្លែងហ្នឹងគឺពាក់ព័ន្ធជាមួយនឹងវិបត្តិការជួបវិបត្តិអញ្ចឹងពេលហ្នឹងគាត់បាននិយាយរៀបរាប់អំពីបញ្ហាដែលគាត់ចាប់អារម្មណ៍ទៅលើសភៅហ្នឹងគឺសភៅហ្នឹងបាននិយាយថាតាមពិតទៅមនុស្សគឺតែងតែជួបវិបត្តិអ្នកណាក៏មានវិបត្តិដែរការជួបវិបត្តិវាជារឿងធម្មតាគ្រាន់តែថាតើនៅពេលដែលយើងជួបវិបត្តិតើយើងឆ្លើយតបជាមួយនឹងវិបត្តិហ្នឹងបែបម៉េចបើករណីយើងជួបវាហើយយើងអស់សង្ឃឹមយើងហត់យើងអស់កម្លាំងយើងអត់ដឹងធ្វើអីអាហ្នឹងការឆ្លើយតបរបស់យើងគឺបែបហ្នឹងយើងនឹងអត់មានថាមពលផ្លូវចិត្តទេអញ្ចឹងហើយក្នុងសភៅហ្នឹងគាត់បានបញ្យល់ខ្ញុំថានៅពេលដែលយើងជួបវិបត្តិយើងត្រូវចាំថាវិបត្តិទាំងអស់ហ្នឹងមិនមែនជាបញ្ហាទេព្រោះដោយសារមនុស្សកើតមកគឺត្រូវតែមានវិបត្តិដែរបើមិនវិបត្តិនេះវិបត្តិនោះឬក៏បញ្ហានេះបញ្ហានោះចឹងទៅអញ្ចឹងនៅពេលដែលយើងជួបបញ្ហាទាំងអស់ហ្នឹងសួរថាយើងឆ្លើយតបជាមួយវាបែបម៉េចតើយើងឆ្លើយតបដោយភាពក្លាហានយើងឆ្លើយតបដោយអារម្មណ៍របស់យើងហ្នឹងគឺត្រូវតែជំនះវាឬក៏យើងឆ្លើយតបតាមរយៈភាពទន់ខ្សោយរបស់យើងចឹងទៅអញ្ចឹងគាត់បញ្យល់បន្ថែមមួយទៀតថានៅពេលដែលយើងជួបបញ្ហាគឺនឹងបង្រៀនឲ្យយើងយល់ពីមេរៀនណាមួយថ្មីដែលយើងទទួលបានចេញពីវាប៉ុន្តែនៅពេលដែលយើងអត់បានឆ្លើយតបជាមួយនឹងបញ្ហាហ្នឹងអញ្ចឹងមានន័យថាយើងអត់បានរៀនពីអីចេញពីបញ្ហាហ្នឹងទេអញ្ចឹងត្រូវចាំថាមនុស្សទាំងអស់នឹងជួបមេរៀនថ្មីជារៀងរាល់ថ្ងៃពេញមួយជីវិតរហូតដល់គាត់ស្លាប់ហើយមេរៀនគឺជាបញ្ហាហើយបញ្ហានេះហើយដែលពួកយើងត្រូវតែដោះស្រាយបើករណីយើងអត់ដោះស្រាយទេសួរថាបញ្ហាហ្នឹងត្រូវបានបញ្ចប់អត់វាមិនអាចបញ្ចប់បានទេទោះបីជាយើងកិច្ចពីបញ្ហាហ្នឹងមួយក៏យើងនឹងជួបបញ្ហាផ្សេងទៀតដែរអញ្ចឹងក្នុងសភៅហ្នឹងបាននិយាយថាតាមពិតទៅវិបត្តិឬក៏បញ្ហាវាជារឿងសាមញ្ញរបស់មនុស្សទេមនុស្សកើតមកក្នុងមួយជាតិនេះក្នុងមួយជីវិតនេះគឺគាត់ត្រូវតែជួបរឿងហ្នឹងហើយដល់ពេលគាត់ត្រូវជួបរឿងហ្នឹងអញ្ចឹងគាត់ត្រូវឆ្លើយតបទៅបញ្ហាហ្នឹងបែបណានៅពេលដែលគាត់ឆ្លើយតបវិជ្ជមានគាត់នឹងទទួលបានមេរៀនថ្មីមួយដែលគាត់អាច learn បានប៉ុន្តែនៅពេលដែលគាត់អត់បានឆ្លើយតបមួយវាគាត់បែរជា sad គាត់បែរជាអស់ថាមពលផ្លូវចិត្តអញ្ចឹងមានន័យថាគាត់អត់បាន learn អីចេញពីបញ្ហាមួយហ្នឹងទេអញ្ចឹងនៅពេលដែលខ្ញុំស្ដាប់គាត់ហើយអ្វីដែលធ្វើឲ្យខ្ញុំមានថាមពលផ្លូវចិត្តឡើងវិញហ្នឹងគឺខ្ញុំកំពុងតែគិតថាអញ្ចឹងឥឡូវខ្ញុំជាប់គាំងការងារច្រើននៅពេលដែលខ្ញុំជាប់គាំងការងារច្រើនអញ្ចឹងតើខ្ញុំគួរឆ្លើយតបជាមួយនឹងការជួបកាំងហ្នឹងបែបម៉េចខ្ញុំត្រូវតែបញ្ចេញសកម្មភាពឲ្យលឿនដើម្បីបញ្ចប់វាឬក៏ខ្ញុំអត់ធ្វើអីទាំងអស់ហើយខ្ញុំអង្គុយសែតអញ្ចឹងបើករណីខ្ញុំអង្គុយសែតឬក៏ខ្ញុំអត់ធ្វើអីទាំងអស់ខ្ញុំមានអារម្មណ៍ថាអូធុញណាអញ្ចឹងសួរថាបញ្ហាត្រូវបានដោះស្រាយអត់ខ្ញុំបានរៀនអីថ្មីពីរឿងជាប់គាំងហ្នឹងអត់អញ្ចឹងការឆ្លើយតបនៅពេលដែលខ្ញុំទទួលបានការ feedback ឬក៏ការប្រាប់ពីបងឌីបែបហ្នឹងខ្ញុំចាប់ផ្ដើមឆ្លើយតបជាមួយនឹងអ្វីដែលខ្ញុំជួបហ្នឹងគឺខ្ញុំធ្វើវាឲ្យលឿនបំផុតតាមតែអាចធ្វើបានខ្ញុំដោះវាហើយដោះដោយអត់មានអារម្មណ៍ថាធុញដោះដោយអត់មានអារម្មណ៍ថាហត់នឿយឬក៏ពិបាកចិត្តឬក៏គិតថាអានឹងជាបញ្ហាព្រោះដោយសារខ្ញុំគិតថាអូវាជាមេរៀនដែលខ្ញុំត្រូវ learn ពីវានៅពេលដែលខ្ញុំដោះវាខ្ញុំប្រកាសណាស់ថាខ្ញុំនឹងជួបបញ្ហាមួយទៀតដោះមួយជួបមួយដោះមួយជួបមួយព្រោះដោយសារតែជីវិតយើងមិនអាចថាអត់មានបញ្ហាអីសោះទេយើងដឹងតែមានទេមិនប្រកាសថាអត់មានវិបត្តិទេដឹងតែមានទេអញ្ចឹងនៅពេលដែលយើង
ជួបយើងដោះយើងជួបយើងដោះយើងជួបយើងឆ្លើយតបយើងជួបយើងឆ្លើយតបអញ្ចឹងយើងកាន់តែរៀនបានមេរៀនថ្មីជាច្រើនហើយជីវិតនេះគឺយើងត្រូវតែរៀនពេញមួយជីវិតដោយសារយើងជួបបញ្ហាពេញមួយជីវិតវាអត់ចេះចប់អត់ចេះហើយទេអញ្ចឹងនៅពេលដែលខ្ញុំស្ដាប់ហើយខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តហើយនឹងរីករាយជាមួយនឹងប្រយោគមួយហ្នឹងដែលបង្ឌីគាត់បានបញ្យល់ខ្ញុំនៅពេលដែលគាត់អានសភៅហើយអ្វីដែលខ្ញុំចង់ចែករំលែកគឺនៅពេលដែលអ្នកទាំងអស់គ្នាមានអារម្មណ៍ថាខ្លួនឯងជាប់គាំងឬក៏អត់ដឹងថាត្រូវធ្វើអីឬក៏មានអារម្មណ៍ថាហេតុអ្វីបានអ្នកទាំងអស់គ្នាជីវិតពោពេញទៅដោយវិបត្តិម៉េះមានជួបបញ្ហាច្រើនម៉េះតាមពិតទៅរឿងហ្នឹងគឺជារឿងសាមញ្ញបំផុតអ្នកណាក៏ជួបបញ្ហាអ្នកណាក៏ជួបវិបត្តិដែរប៉ុន្តែខុសគ្នាត្រង់ថាតើពួកយើងឆ្លើយតបជាមួយនឹងវាបែបម៉េចបើករណីអ្នកនរគ្នាជួបបញ្ហាច្រើនអ្នកនរគ្នាឆ្លើយតបជាមួយវាច្រើនអ្នកនរគ្នាដោះវាច្រើនអ្នកនរគ្នានឹង learn បានរឿងថ្មីហើយត្រូវចាំថាទោះបីជាយើងដោះអារឿងនឹងបានក៏ដោយក៏វានៅមានបញ្ហាថ្មីមកឲ្យយើងដោះទៀតដែរអញ្ចឹងបើជួបដោះទៅគុំសែតគុំធុញគុំទ្រាន់វាជាជីវិតអញ្ចឹងដល់ពេលយើងដឹងថាវាជាជីវិតហើយវាឡើងជាបញ្ហាចោលទៀតហើយបញ្ហាអីក៏ខ្ញុំត្រូវតែដោះដែរជួបអីក៏ខ្ញុំត្រូវតែធ្វើដែរជួបអីក៏ខ្ញុំត្រូវតែឆ្លើយតបជាមួយវាដែរខ្ញុំអត់ចោះចាញ់វាទេអញ្ចឹងខ្ញុំសង្ឃឹមថាអ្នកនរគ្នាស្ដាប់ podcast នេះហើយអ្នកនរគ្នានឹងសប្បាយចិត្តហើយទាញថាមពលផ្លូវចិត្តត្រឡប់មកវិញគុំសែតគុំធុញគុំគិតថាការច្រើនបញ្ហាច្រើនអានឹងជារឿងសាមញ្ញឬក៏ជារឿង simple ទេដោះវាទៅឆ្លើយតបជាមួយវាទៅអញ្ចឹងអរគុណអ្នកនរគ្នាសម្រាប់ការស្ដាប់ podcast របស់យើងខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងសប្បាយចិត្តនៅពេលដែលស្ដាប់ podcast នេះហើយអរគុណបាយបាយ